នីតិទូទាយជោគជតារិស័យឆ្នាំទាំង12តាមរយៈនីតិថ្ងៃត្រង់ចង់ដឹងរិស័យខ្ញុំយ៉ាងណាបាទនៅពេលនេះខ្ញុំបាទលោកគ្រូពិជ័យហារាកម្មាបន្ទប់សុខឧត្តមក៏សូមអោនកាយគោរពប្រណិប័តដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គព្រមទាំងសូមគោរពដល់ជនរួមជាតិទាំង17លាននាក់ក្នុងប្រទេសនិងក្រៅប្រទេសជាទីរាប់អានជាទីមេត្រីជាទីគោរពនិងជាទីស្នេហាក្នុងនោះផងដែរខ្ញុំបាទលោកគ្រូពិជ័យហារាកម្មាបន្ទប់សុខឧត្តមក៏សូមអោនកាយគោរពនិងថ្វាយព្រះពរនិងជូនពរដល់សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនរួមជាមួយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតព្រមទាំងក្រុមគ្រួសាររបស់សម្ដេចទាំងទ្វេសូមជួបប្រទះតែនឹងសេចក្តីសុខចម្រុងចម្រើនប្រជាជនកម្ពុជា17លាននាក់រួមជាមួយប្រជាជនដែលនៅឯក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់មានសមានចិត្តមានសេចក្តីមានជំនឿជឿជាក់ទៅលើសម្ដេចទាំងទ្វេក្រោមមាគ៌ាដ៏ល្អផូរផង់របស់សម្ដេចដែលមានប្រាជ្ញាញាណឆ្លៀសវឹងវៃអាចដឹកនាំនាវាកម្ពុជារដ្ឋយើងឲ្យឈានឈ្មោះទៅរកសេចក្តីសុខចម្រុងចម្រើនរស់នៅប្រកបទៅដោយសុខសន្តិភាពបើទោះបីជាមានព្យុះភ្ជុំមាបបោកនេះពេលកន្លងមកហើយក៏សម្ដេចទាំងទ្វេព្យាយាមរំដោះនៅគ្រោះមហន្តរាយរួចហើយប្រគល់ជូនវិញនៅសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជាទាំង17លាននាក់ក្នុងនោះប្រជាជនកម្ពុជាក្នុងប្រទេសនិងក្រៅប្រទេសមានជំនឿមានក្តីសង្ឃឹមមានសេចក្តីកោតក្រែងមានសេចក្តីគោរពហើយជឿជាក់ថាតទៅអនាគតប្រជាជនកម្ពុជាយើងនឹងរស់នៅក្នុងសុខសន្តិភាពក្រោមស្នាប្រហោះរបស់សម្ដេចទាំងទ្វេព្រមទាំងសូមជូនពរប្រសិទ្ធពរជ័យជូនដល់អស់លោកអ្នកនាងទាំងក្នុងប្រទេសនិងក្រៅប្រទេសប្រជាជនកម្ពុជា17លាននាក់សូមជួបប្រទះតែនឹងសេចក្តីសុខចម្រុងចម្រើនប្រកបការងារអ្វីសម្រាប់បានដោយបំណងពងប្រាថ្នាបាទនៅពេលនេះក៏សូមជាងសម្ដេចទ្រង់នៃអង្គម្ចាស់លោកអង្គញាអ្នកអង្គញាលោកជំទាវលោកលោកស្រីនៃនាងកញ្ញាជាពិសេសពុកម៉ែអ៊ំពូមីងប្អូនព្រមទាំងបងប្អូនយុវវ័យដែលបច្ចុប្បន្នភាពបានលះបង់នៅភាពអស្មិមានៈដែលធ្លាប់តែជជែករឹងរូសដែលបង្កអសន្តិសុខក្នុងសង្គមឲ្យងាកក្រោយបែរខ្នងហើយមកស្ដាប់អំពីនីតិទូទាយជោគជតារិស័យរបស់ខ្ញុំបាទលោកគ្រូពិជ័យហារាកម្មាបន្ទប់សុខឧត្តមបាទសូមជម្រាបថាខ្ញុំលោកគ្រូពិជ័យហារាកម្មាបន្ទប់សុខឧត្តមមិនមែនគ្រាន់តែលើកយកមកជម្រាបជូនអំពីជោគជតារិស័យវាសនារបស់អស់លោកនាងកញ្ញាប៉ុណ្ណោះទេក្នុងនោះផងដែរនីតិយើងបានបណ្ដុះនៅពុទ្ធិផ្នែកតក្កនិយមពោលគឺវិទ្យាសាស្ត្រនិយមជូនដល់អស់លោកនាងកញ្ញាគ្រប់ស្រទាប់វណ្ណៈបាទមិនមែនគ្រាន់តែបណ្ដុះម្ដាលឬមួយក៏ជម្រាបអំពីព័ត៌មានដែលតាក់ទងទៅនឹងអំពីជំនឿផ្នែកមនោនិយមទេនីតិយើងក៏បានជ្រើសរើសយកបែបវិទ្យាសាស្ត្រនិយមមកជម្រាបជូនផងដែរបាទបើទោះបីជាខ្លួនត្រូវទីពឹងខ្លួនយ៉ាងណាក៏ដោយក៏តម្រូវឲ្យអស់លោកអ្នកនាងមានជំនឿផ្នែកមនោនិយមអមដំណើរគ្នានោះទៅពុទ្ធចក្រនិងអនាចក្រដើរផ្សងពងវាសនារួមសម្ព័ន្ធមិត្តរីបញ្ចូលគ្នានោះនឹងធ្វើឲ្យអស់លោកនាងកញ្ញាកាន់តែមានដំណើរជីវិតពោពេញទៅដោយភាពជោគជ័យនិងសុភមង្គលបាទនៅពេលនេះដើម្បីកុំឲ្យអស់លោកនាងកញ្ញាបាទទន្ទឹងរង់ចាំយូរក៏សូមយើងស្ដាប់និងជាងតតទស្សនាពីនីតិយើងដូចតទៅតាមរយៈឆ្នាំរោងចាប់ពីថ្ងៃទី1ខែ11 2025បន្តដំណើររហូតដល់1ខែពេញនោះរិស័យរបស់អស់លោកនាងកញ្ញាសូមស្ដាប់ដូចតទៅឆ្នាំរោងពងទេវតាប្រុសធាតុមាសនាមជាសត្វនាគក្រៀចនៅពេលនេះរិស័យរបស់អស់លោកនាងកញ្ញាត្រូវទទួលបាននៅរិស័យខ្ពស់បាទរីឯលេខសំណាងនៅពេលនេះសូមអញ្ជើញshareចេញម្ដងភ្លាមដើម្បីបញ្ជាក់នៅសមានចិត្តរបស់អស់លោកនាងកញ្ញាតាមកម្លាំងសទ្ធាកម្លាំងបុណ្យដើម្បីធ្វើឲ្យអ្នកដែលពុំទាន់បានស្គាល់នៅនីតិរបស់ខ្ញុំបាទលោកគ្រូពិជ័យហារាកម្មាបន្ទប់សុខឧត្តមទទួលបាននៅសេចក្តីសុខខាងផ្នែកផ្លូវចិត្តហើយនឹងមានពុទ្ធិចំណេះដឹងតាមរយៈខ្ញុំបាទជួយណែនាំនិងជួយបង្រៀនខ្លះៗជូនដល់អស់លោកនាងកញ្ញាបាទលេខសំណាងនាពេលនេះគឺលេខ243រួចផុតទុកភ័យមានតម្លៃក្នុងខ្លួនសំសួនជាពលរដ្ឋកម្ពុជាយើងបាទអញ្ចឹងshareចេញម្ដងភ្លាមនាំឲ្យចង្រៃអន្តបាទរស់សាត់ចេញឆ្ងាយពីក្នុងសង្គមគ្រួសាររបស់អស់លោកនាងហើយជំនួសមកវិញនៅសុភមង្គលដែលមិននឹកស្មានដល់រីឯនៅពេលនេះពណ៌សំណាងរបស់អស់លោកនាងកញ្ញាគឺពណ៌ខ្មៅពណ៌ទឹកមាសហើយនិងពណ៌សបាទកុំភ្លេចអញ្ជើញបាទ
នៅពណ៌ទាំង3នេះអស់លោកអ្នកនាងអាចជ្រើសរើសនៅសម្លៀកបំពាក់ណាមួយដើម្បីចូលរួមនៅក្នុងកម្មវិធីដ៏ល្អឬមួយក៏នៅក្នុងបទសម្ភាសន៍ណាផ្សេងឬមួយក៏នៅក្នុងការណាត់ជួបដែលប្រការណាមួយបាទថ្ងៃហេងថ្ងៃជោគថ្ងៃជ័យថ្ងៃសិរីសួស្តីសុភមង្គលរបស់អស់លោកនាងកញ្ញានៅក្នុងការណាត់ជួបឬមួយក៏ប្រស្រ័យតាក់ទងដោយប្រការណាមួយឬក៏នៅក្នុងថ្ងៃដែលត្រូវស្វែងរកសុភមង្គលនៅក្នុងការបាទទំនាក់ទំនងខាងផ្នែកអាជីវកម្មពាណិជ្ជកម្មឬមួយក៏ចូលស្ដីដណ្ដឹងកូនគេឬមួយក៏ត្រូវបានបើកនៅក្រុមហ៊ុនថ្មីឬមួយក៏កន្លែងលក់ដូរថ្មីគឺសូមអញ្ជើញអស់លោកនាងបាទយកនៅថ្ងៃច័ន្ទគឺជាថ្ងៃដ៏ល្អប្រពៃបាទជោគជ័យសិរីសួស្តីសុភមង្គលថ្ងៃដែលត្រូវបានហាមឃាត់សូមអស់លោកអ្នកនាងចងចាំចំណាំទុកគឺมันអាចបើកតូបឬមួយក៏ណាត់ជួបនៅក្នុងថ្ងៃសៅរ៍បានឡើយបាទនាពេលនេះទិសហេងរបស់អស់លោកអ្នកនាងកញ្ញាគឺទិសខាងត្បូងតែមិនត្រូវបានអនុញ្ញាតឲ្យអស់លោកអ្នកនាងធ្វើដំណើរឆ្ពោះទៅទិសខាងជើងឈៀងខាងលិចឡើយបាទម៉ោងហេងម៉ោងជោគម៉ោងជ័យម៉ោងសិរីសួស្តីសម្រាប់អស់លោកនាងកញ្ញាដែលកើតឆ្នាំរោងហើយនៅក្នុងថ្ងៃទី1ខែ11 2025នេះថេរវេលាដ៏ល្អគឺម៉ោង 4:41 នាទីគឺជាពេលវេលាដែលចេញទៅប្រកបការងារដោយប្រការណាមួយមានភារកិច្ចរៀងៗខ្លួនក្នុងនោះផងដែរម៉ោង 10:08 នាទីគឺជាពេលវេលាដ៏ល្អសម្រាប់អស់លោកនាងនៅក្នុងការណាត់ជួបឬមួយក៏វិតម្លៃនៅក្នុងការ load assessment សម្រាប់បងប្អូនដែលបច្ចុប្បន្នភាពជាបុគ្គលិកបម្រើការងារនៅក្នុងmicro ហិរញ្ញវត្ថុជាក្នុងផ្នែកធនាគារ bank ឬមួយក៏ micro finance ដែលប្រការណាមួយបាទម៉ោងនេះគឺជាម៉ោងដែលអាចធ្វើឲ្យអស់លោកអ្នកនាងវាយតម្លៃចុះទៅដល់ស្ថានភាពក្នុងសង្គមគ្រួសារហើយនឹងវាយតម្លៃទៅតាមសភាពការដែលអស់លោកអ្នកនាងបានជួបប្រស្រ័យទៅជាមួយអតិថិជនបាទម៉ោង 2:52 នាទីនាពេលនេះអស់លោកអ្នកនាងអាចស្រោចទឹករំដោះគ្រោះលើករាសីបានប្រកបទៅដោយប្រសិទ្ធភាពនិងប្រសិទ្ធផលបាទម៉ោង 9:18 នាទីពេលវេលាធេរវេលានាពេលរាត្រីនេះគឺជាពេលវេលាដែលត្រូវបានណាត់ជួបឬមួយក៏កំពុងតែសាកសងក្នុងទំនាក់ទំនងដោយប្រការណាមួយឬមួយក៏ការលក់ដូររបស់អស់លោកអ្នកនាងកញ្ញានាពេលរាត្រីគឺសម្បូរទៅដោយមនុស្សចេញចូលយ៉ាងច្រើនហើយក្នុងនោះផងដែរបងប្អូនដែលកំពុងតែមានភារកិច្ចដឹកនាំអាហារជូនទៅដល់ភ្ញៀវឬមួយក៏បងដែលកំពុងតែបម្រើការងារនៅក្នុងក្លឹបរាត្រីសន្តាគារ Bia Garden ផ្សេងពិតជានឹងទទួលបានប្រាក់ទាបដែលមនុស្សស្មានដល់បាទម៉ោងហាមម៉ោងខាត់ម៉ោងដែលជាអពមង្គលគឺសូមកុំធ្វើដំណើរចាក់ចេញនៅថេរវេលាម៉ោង 5:23 នាទីពេលព្រឹកព្រលឹមម៉ោង 8:11 នាទីពេលព្រឹកម៉ោង 12:25 នាទីពេលជើងពាក់កណ្ដាលថ្ងៃត្រង់ម៉ោង 5:32 នាទីពេលថ្ងៃល្ងាចម៉ោង 10:27 នាទីពេលយប់ក្នុងនោះផងដែរសម្រាប់ឆ្នាំរោងអាចអញ្ជើញចូលរួមបានគ្រប់កម្មវិធីបាទចំពោះបុគ្គលកើតឆ្នាំរោងខ្លះជាស្ត្រីដែលមានអាយុ25ទៅ26នៅពេលនេះនឹងត្រូវទទួលដូចជាមានប្តីដោយអត់ប្តីមិនយល់ចិត្តមិនអាណិតប្រពន្ធលោភលួចតែមានស្រីកំណាន់ហើយមកបង្ខំភរិយាឲ្យលែងលះផ្ដាច់សង្វាសជាហេតុបណ្ដាលនាងចុកឈាមក្អួតឈាមស្ទើរតែលាចាក់លោកដោយមិននឹកស្មានថាស្វាមីរបស់នាងឬមួយក៏សង្សាររបស់នាងដាច់អាឡ័យពីនាងដោយគ្មានស្ដាយស្រណោះឡើយនិយាយសរុបរួមសម្រាប់អស់លោកនាងកញ្ញាមួយចំនួនដែលបច្ចុប្បន្នភាពបាទដែលមានអាយុ25ទៅ26នេះគឺជួបតែស្នេហ៍ខកចិត្តឆ្អិតទ្រូងដែលធ្វើឲ្យអស់សង្ឃឹមក្នុងដំណើរជីវិតចំពោះបរិសុទ្ធឆ្នាំរោងខ្លះកំពុងហុំព័ទ្ធទៅដោយអមិត្តតាមប្រទូសរាយកាច់កងនៅគ្រប់ទីកន្លែងបើទោះបីជាការងារជាមន្ត្រីរាជការក្តីឬមួយក៏ក្នុងមុខរបររកស៊ីដូចគ្នាក្តីធ្វើឲ្យជ្រួលច្របល់នៅក្នុងចិត្តបានដោយមនុស្សស្មានថាមិត្តដែលធ្លាប់ល្អរាប់អានជាមួយគ្នាបែរជាមានបំណងផ្ដួលប៉ែងជើងធ្វើឲ្យយើងស្ទើរតែភ្ញាក់ផ្អើលហើយមានអាការៈពុះកញ្ជ្រោលដែលមិននឹកស្មានថានឹងត្រូវរៀបចំដើម្បីទប់ទល់ដោយវិធីយ៉ាងណានោះបាទក្នុងនោះផងដែរចំពោះចំណែកអ៊ំស្រីខ្លះទៀតកំពុងតែពិបាកចិត្តដោយសារតែក្នុងថេរវេលាដែលអ៊ំកំពុងតែមានអាយុឬមួយក៏ប្រជជន74ឆ្នាំបាទចំពោះអ៊ំស្រីខ្លះទៀតពុំសូវបានកូនចៅរាប់រកច្រើនតែមើលស្រាលមកលើខ្លួនព្រោះរស់នៅដោយសារតែពឹងពាក់ពុំអ្នកអាស្រ័យផ្ញើជីវិតទៅលើកូនទៅលើចៅដូច្នេះបណ្ដាលឲ្យទទួលបាននូវសេចក្តីចុកឈាមជាទីបំផុតបរិសុទ្ធដែលកើតឆ្នាំរោងដែលបច្ចុប្បន្នភាពមានអាយុ50ឆ្នាំវិលវល់ពិបាកចិត្តមុជមិនជ្រៅទៅមិនឆ្ងាយ
តាសេចក្តីស្នេហារបស់អស់លោកអ្នកនាងនាពេលនេះសម្រាប់អាយុ50ឆ្នាំកំពុងតែដំណើរការយ៉ាងណាបាទកុំភ្លេចអញ្ជើញលើកទូរស័ព្ទភ្ជាប់ទំនាក់ទំនង Telegram តាមរយៈលេខ012 645118មួយខ្សែទៀត097776284ខ្ញុំលោកគ្រូពិជ័យហារ៉ាកម្មាមទិបសុកឧត្តមសូមអញ្ជើញអស់លោកអ្នកនាងបើចង់ទូទាយជោគជតារិស័យអញ្ជើញថតនៅខ្សែបាតដៃស្ដាំនិងឆ្វេងមកខាងមួយប៉ុស្តិ៍ឲ្យបានច្បាស់ក្នុងនោះផងដែរផ្សាយមកកាន់នីតិយើងតាមរយៈថ្ងៃខែឆ្នាំកំណើតប្រសិនបើអស់លោកអ្នកនាងកញ្ញាមិនចាំថ្ងៃខែឆ្នាំកំណើតរបស់ខ្លួនទេអាចសម្រង់ចេញបាទកត់ចេញពីក្នុងលេខអត្តសញ្ញាណប័ណ្ណដែលមានបញ្ជាក់ថ្ងៃខែឆ្នាំកំណើតចំនួន3ខ្ទង់នោះមកជាមួយយើងខ្ញុំនឹងជម្រាបបាទទូទាយជោគជតារិស័យលំអិតពិស្ដារតាមរយៈខ្សែបាតដៃផងនិងតាមដំណើរលេខអត្តផងនោះធ្វើឲ្យអស់លោកអ្នកនាងកញ្ញាកាន់តែមានសុក្រិតភាពនៅក្នុងការទូទាយជោគជតារិស័យតាមរយៈការរៀបរាប់អត្ថាធិប្បាយពីខ្ញុំលោកគ្រូពិជ័យហារ៉ាកម្មាមទិបសុកឧត្តមក្នុងនោះផងដែរបើទោះបីជាអស់លោកអ្នកនាងមានអារម្មណ៍វិលវល់ពិបាកចិត្តមួយមិនជ្រៅទៅមិនឆ្ងាយខ្វល់ខ្វាយនៅក្នុងរឿងសេចក្តីស្នេហាយ៉ាងណាក៏ដោយក្នុងនោះកន្សែងយន់កន្សែងស្នេហ៍ត្រូវបានចាស់ដោយផ្ទាល់ដៃពីខ្ញុំលោកគ្រូពិជ័យហារ៉ាកម្មាមទិបសុកឧត្តមអាចតេទៀងមនោសញ្ចេតនាដែលធ្លាប់បាត់បង់ដែលធ្លាប់ផុយស្រួយប្រេះបាក់បែកក្នុងសង្គមគ្រួសារឬមួយក៏នៅក្នុងកន្លែងធ្វើការច្រើនតែមានគេប្រមាថគេមើលងាយកាច់កងដោយប្រការណាមួយជួបជាមួយខ្ញុំលោកគ្រូពិជ័យហារ៉ាកម្មាមទិបសុកឧត្តមនោះអ្វីៗនឹងអាចសម្រេចបានដោយបំណងពងប្រាថ្នាដែលអស់លោកអ្នកនាងចង់បានត្រូវការសូមជម្រាបជូនថារាល់យន់ក្តីរាល់ខ្សែដៃដែលធ្វើអំពីរចនាតាមរបៀបយ៉ាងណាក៏ដោយពីខ្ញុំលោកគ្រូពិជ័យហារ៉ាកម្មាមទិបសុកឧត្តមគឺសុទ្ធសឹងតែសូត្រនៅមុនគេថាហើយអញ្ជើញយកឈ្មោះរបស់អស់លោកអ្នកនាងមកចារនៅក្នុងផ្ទៃយន់នោះតែម្ដងហើយនៅពេលដែលអស់លោកអ្នកនាងជាវយន់ឬមួយក៏ជាវខ្សែដៃឬមួយក៏អង្កាំផ្សេងពីនីតិយើងបាទនីតិយើងគឺត្រូវតែយកឈ្មោះអស់លោកអ្នកនាងកញ្ញាមកចារនៅក្នុងផ្ទៃយន់ហើយសូត្រនៅមុនគេថាតាមរយៈទំនាក់ទំនងបាទលេខទូរស័ព្ទដូចខ្ញុំបានជម្រាបតាម Telegram នោះបាទនៅពេលដែលជាវរួចហើយខ្ញុំមានតួនាទីដើម្បីបញ្ជាក់គឺត្រូវតែសូត្រគាថាផ្សេងហើយត្រូវជម្រាបជូនដល់អស់លោកនាងកញ្ញារាល់ការដែលជាវចង់បានរបស់ពីនីតិយើងតម្រូវអស់លោកនាងកញ្ញាទូទាយជោគជតារិស័យជាមុនសិនតើមូលហេតុអ្វីដែលចាំបាច់ត្រូវទៅទូទាយជោគជតារិស័យបាទមនុស្សយើងម្នាក់តែងតែមានថ្ងៃខែឆ្នាំកំណើតខុសគ្នាឬមួយក៏ដូចគ្នាបើទោះបីជាកូនគ្រូយ៉ាងណាក៏ដោយកូននៅតែថេរវេលាខុសគ្នាខុសវិនាទីគ្នាបណ្ដាលឲ្យវាសនាខុសគ្នាមិនមែនគ្រាន់តែរបស់តែមួយអាចប្រើបានគ្រប់មនុស្សទាំង100គ្រប់មនុស្សទាំង1000 10000 1លានអ្នកនោះទេបាទសូមចងចាំចំណាំទុកវាសនារបស់មនុស្សខុសគ្នាតាមរយៈខ្សែបាត់ដៃតាមរយៈថេរវេលានៃការកកើតកំណើតនោះផ្ទាល់តែម្ដងបាទយើងក៏ធ្លាប់បានលើកយកមកជម្រាបជូនដល់អស់លោកអ្នកនាងកញ្ញាហើយអធិរិសម្លេងមីស៊ីនស៊ីសមុទ្រកាត់ឆ្នាំរកាក៏ជឿជាក់ថាមានអស់លោកពុកម៉ែអ៊ំពូមានប្អូនមួយចំនួនដែលបច្ចុប្បន្នភាពប្រកាសជានឹងកើតនៅចំថ្ងៃខែឆ្នាំកំណើតជាមួយអធិរិសម្លេងមីស៊ីនស៊ីសមុទ្រជាមិនខានក៏ប៉ុន្តែហេតុដូចម្តេចបានជានៅក្នុងព្រះរាជាណាចក្រកម្ពុជារដ្ឋយើងគ្មានបុគ្គលណាមួយដែលអាចស្នងឬមួយក៏ជំនួសនៅមរតកសំនៀងបាទសម្រាប់ជំនួសតំណែងអធិរិសម្លេងមីស៊ីនស៊ីសមុទ្របានដូច្នេះប្រសិនបើអស់លោកអ្នកនាងកញ្ញាលើកយកមកត្រង់ចំណុចនេះនឹងប្រកាសជានឹងជឿជាក់ថាមនុស្សម្នាក់គឺមានវាសនាខុសគ្នាមិនអាចឧទាហរណ៍ថាឆ្នាំរងសុទ្ធតែមានវាសនាដូចគ្នាសុទ្ធតែមានរឿងរ៉ាវដូចគ្នាទាំងស្រុងទាំងអស់នោះទេលើកមកឧទាហរណ៍ជាក់ស្ដែងនៅពេលដែលឆ្នាំរងដែលមានប្រជជន74ឆ្នាំមិនអាចខ្លាចទៅជាប្រធានព្រឹទ្ធសភាដោយសម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនបានឡើយក្នុងព្រះរាជាណាចក្រកម្ពុជារដ្ឋយើងប្រជជន74ឆ្នាំមានតែសម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនដែលបច្ចុប្បន្នភាពព្រះអង្គមានតួនាទីដែលសម្ដេចមានតួនាទីជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជារដ្ឋយើងដូច្នេះហេតុដូចម្តេចបានជាមានអស់លោកមួយចំនួនច្រើនតែលើកយកមកនិយាយថាសំដៅទៅលើសរុបរួមថាឆ្នាំរងទាំងមូលសុទ្ធតែមានវាសនាដូចគ្នាឬមួយក៏ឆ្នាំគ្រប់ឆ្នាំទាំង12សុទ្ធតែមានវាសនាដូចគ្នាមិនពិតប្រាកដទេមនុស្សមានវាសនាខុសគ្នាកូនភ្លោះក៏កើតមកក្នុងពេលតែមួយខុសតែវិនាទីគ្នាបាទបងស្រីមួយនោះត្រូវបានស្វាមីទៅរស់នៅប្រទេសបារាំងឯបងស្រីម្នាក់ទៀតកើត
ថ្ងៃជាមួយគ្នាខែជាមួយគ្នាថេរវេលាខុសតែវិនាទីបាទមានស្វាមីរស់នៅឯប្រទេសកម្ពុជាយើងដូច្នេះសពបញ្ជាក់ឃើញថានេះគឺជាតក្កៈ logic តាមពិតប្រាកដដែរទេដូច្នេះมันអាចលើកយកមកជម្រាបថាឲ្យតែឆ្នាំរោងឬមួយក៏ឆ្នាំជូតរហូតដល់ឆ្នាំកុលសិតតែមានវាសនាដូចគ្នាទាំងអស់នោះគឺពិតឬមួយក៏មិនពិតអស់លោកនាងខ្ញុំសូមជម្រាបថាមិនពិតទាំងស្រុងនោះទេឬមួយក៏ស្ទើរតែមិនពិតដូច្នេះបើចង់ឲ្យអស់លោកនាងកញ្ញាជាវយករបស់របរទៅប្រើប្រាស់កុំភ្លេចអញ្ជើញបាទជួបជាមួយខ្ញុំបាទលោកគ្រូពិជ័យហារាកម្មាមទិបសុខឧត្តមត្រូវតែទូទាជោគជតារិស័យជាមុនតើមូលហេតុអ្វីបាទគឺយើងត្រូវស្វែងរកនៅចំណុចខ្សោយនិងចំណុចខ្លាំងរបស់យើងតាមរយៈថេរវេលានោះឯងបាទតើថ្ងៃណាដែលត្រូវមានរាសីឡើងតើថ្ងៃណាដែលត្រូវរាសីចុះមិនមែនឲ្យតែមានបច្ច័យជាវមកគឺយកទៅប្រើប្រាស់បានសុទ្ធតែសុទ្ធសិនតែទទួលបានជោគជ័យទាំងអស់គឺជារឿងមិនពិតខ្ញុំសូមបញ្ជាក់ដោយអត្តនោម័តដូចនេះថាគឺជាសច្ចានុម័តយើងត្រូវតែមានចំណុចខ្លាំងចំណុចខ្សោយបាទនៅពេលដែលអស់លោកនាងជីវរបស់ពីនីតិយើងខ្ញុំត្រូវតែទូទាជោគជតារិស័យជាមុនដើម្បីឲ្យយើងខ្ញុំផ្ញើរបស់នោះទៅដល់ផ្ទាល់ដៃជូនដល់អស់លោកនាងកញ្ញាឲ្យត្រូវចំពេលវេលាដែលត្រូវបានទទួលសុភមង្គលតែនេះគឺជាការរៀបចំដំណើរព្រំលិខិតហើយគឺជាការរៀបចំរបស់ខ្ញុំបាទលោកគ្រូពិជ័យហារាកម្មាមទិបសុខឧត្តមតែការនិយាយនឹងបំណក់ស្រាយរបស់ខ្ញុំពិតប្រាកដដែរឬទេឬមួយក៏គ្រាន់តែបាទអស់លោកមានបច្ច័យមានលុយហើយមកជារបស់ខ្ញុំយកទៅប្រើប្រាស់ពេលណាថ្មណាក៏យកទៅប្រើប្រាស់បានតើពិតប្រាកដដែរឬទេឬមួយក៏ឲ្យតែគ្រប់ឆ្នាំរោងសុទ្ធតែមានវាសនាដូចគ្នាទាំងអស់ដែរឬទេឬមួយក៏ឲ្យតែគ្រប់ឆ្នាំរោងទាំងអស់ជាវរបស់តែមួយដែលមិនដាក់ថ្ងៃខែឆ្នាំកំណើតនិងឈ្មោះរបស់អស់លោកនាងសុទ្ធតែទទួលបាននៅវាសនាដូចគ្នាយកទៅប្រើប្រាស់ប្រកបទៅដោយប្រសិទ្ធភាពពូកែដូចគ្នាទាំងអស់តើត្រឹមត្រូវដែរឬទេបាទខ្ញុំបានបកស្រាយជូនដល់អស់លោកនាងកញ្ញាហើយបាទកូនភ្លោះមានវាសនាខុសគ្នាហេតុដូចម្ដេចក៏ត្រូវបានលើកយកមកជម្រាបថាឲ្យតែឆ្នាំដូចគ្នាសុទ្ធតែមានវាសនាដូចគ្នាមិនពិតប្រាកដទេបាទដូច្នេះការជីវរបស់យកទៅប្រើប្រាស់តម្រូវឲ្យអស់លោកនាងកញ្ញាទូទាជោគជតារិស័យជាមុនដើម្បីឲ្យយើងដឹងថាតើយើងគូជីវរបស់នេះយកទៅប្រើប្រាស់យកទៅពាក់នៅលើខ្លួនយកទៅប្រើប្រាស់តើមានប្រសិទ្ធភាពនៅថ្ងៃណាបើអស់លោកនាងជួយគិតជួយពិចារណាលមើលបាទសូម្បីតែយើងរៀបនឹងសាងសង់ផ្ទះក៏យើងត្រូវជ្រើសរើសនៅពិធីបាទថ្ងៃណាល្អដើម្បីបុកគ្រឹះធ្វើក្រុងពីលីតើពិតប្រាកដដែរឬទេបើទោះបីជាអស់លោកនាងមិនបានធ្វើពិធីធំដុំចាំងហោចណាស់ក៏ត្រូវមានចេក2ស្និតឬមួយក៏1ស្និតបាទឬមួយក៏បាយសម្លបន្តិចបន្តួចឬមួយក៏មាន់ស្ងោរឬមួយក៏ស្រាសដើម្បីយកមកធ្វើនៅពិធីសុំម្ចាស់ទឹកម្ចាស់ដីនាងកង្ហីងបាទដើម្បីសុំសាងសង់តើពិតប្រាកដដែរឬទេប្រសិនបើយល់ដល់ចំណុចនេះនោះការបរិយាយអត្ថាធិប្បាយពីខ្ញុំលោកគ្រូពិជ័យហារាកម្មាមទិបសុខឧត្តមគឺពិតជាត្រឹមត្រូវមិនមែនគ្រាន់តែមានលុយយកទៅទិញយកទៅជារបស់យកមកប្រើប្រាស់គឺពិតប្រាកដជាដូចគ្នាទាំងអស់មានប្រសិទ្ធភាពដូចគ្នាហើយមិនគិតថ្ងៃមិនគិតម៉ោងមិនគិតពេលវេលាគឺជាការមិនពិតសម្រាប់ខ្ញុំលោកគ្រូពិជ័យហារាកម្មាមទិបសុខឧត្តមបាទនិយាយដល់ត្រឹមនេះខ្ញុំគ្រាន់តែចង់ឲ្យអស់លោកនាងកញ្ញាបាទជីវរបស់ពីខ្ញុំយកទៅប្រើប្រាស់ត្រូវចាំនៅសម្ដីរបស់ខ្ញុំបាទផងថាត្រូវតែទូទាជោគជតារិស័យជាមុនដើម្បីឲ្យដឹងថាតើយើងគួរជីវរបស់នោះហើយលោកគ្រូបញ្ជូនទៅឲ្យចប់នៅថ្ងៃដែលយើងទទួលបាននៅរិស័យឡើងអ្នកខត្តរិទ្ធនោះយើងយករបស់ទៅប្រើប្រាស់ចំណាយហើយយើងមិនស្ដាយមិនស្រណោះហើយមានជំនឿបាទរាល់ជាន់ក្តីរាល់អ្វីផ្សេងគឺសុទ្ធតែត្រូវបានចំណាដោយផ្ទាល់ដៃហើយត្រូវសូត្រនិមន្តគាថាពីខ្ញុំបាទលោកគ្រូពិជ័យហារាកម្មាមទិបសុខឧត្តមឲ្យលឺផ្ទាស់នឹងត្រចៀកដល់អស់លោកអ្នកនាងផងដែរខ្ញុំមិនមែនយករបស់របរពីបរទេសយកមកឲ្យអស់លោកនាងកញ្ញាយកទៅប្រើប្រាស់ទេគឺរបស់របរទាំងអស់គឺសុទ្ធសឹងតែធ្វើដោយស្នាដៃរបស់ខ្ញុំបាទផ្ទាល់បាទឥឡូវការបរិយាយជម្រាបជូនដល់អស់លោកនាងកញ្ញាគឺបានចប់សពគ្រប់អស់ហើយក៏ប៉ុន្តែបើនិយាយឲ្យទៅទៀតកាន់តែវែងឆ្ងាយបាទក្នុងនោះផងដែរបាទការដែលត្រូវបានស្រមោលអពមង្គលចោះចូលឬមួយក៏ប៉ះពាល់នៅក្នុងសង្គមគ្រួសារមានប្តីដែលអត់ប្តីមានកូនដែលអត់កូនមានញាតិដែលអត់ញាតិនោះត្រូវតែកាយវាសនាអភ័ព្វជាមុនតើត្រូវកាយវាសនាអភ័ព្វដោយប្រការណាមួយបាទកុំភ្លេចអញ្ជើញលើកទូរស័ព្ទជាប់ទំនាក់ទំនង Telegram ជួបជាមួយខ្ញុំបាទលោកគ្រូពិជ័យហារាកម្មាមទិបសុខឧត្តម
ប្រសិនបើនៅក្នុងសង្គមគ្រួសារមានអាការៈវឹកវរកូនមិនស្ដាប់បង្គាប់ឪពុកម្ដាយស្វាមីមិនចុះសម្រុងជាមួយភរិយាឬមួយក៏ការប្រកបការងារដោយប្រការណាមួយប្រកាសជាខុសឬមួយក៏រៀបចំមិនត្រូវដូចជាខុសនៅត្រង់ទីកន្លែងឧទាហរណ៍ដូចជាការរៀបចំព្រះភូមិមិនបានត្រឹមត្រូវការបន់ស្រន់ការដែលរៀបចំសែននៅសំណាញ់ផ្សេងៗមិនត្រូវឬមួយក៏មិនចំដែលអស់លោកម្ចាស់ទឹកម្ចាស់ដីទទួលឬមួយក៏ចំពេលវេលាដែលពួកគាត់នឹងចង់បរិភោគឬមួយក៏ចំដែលសំណាញ់យើងសែនឲ្យត្រូវនឹងចិត្តដែលគាត់ចង់បានឬមួយក៏ត្រូវនឹងពេលវេលាដែលត្រូវពាក្យបរទេសដែលនិយាយថាហុងស៊ុយហើយខ្មែរប្រែថារាសីបាទនេះគឺជាបំណងល្អរបស់ខ្ញុំបាទលោកគ្រូវិជ័យហារាកម្មាមន្ទិបសុកឧត្តមក្នុងនោះផងដែរអស់លោកនាងកញ្ញាខ្លះនិយាយគ្នាស្ដាប់គ្នាមិនបានមិនចុះសម្រុងជាមួយគ្នាប្រកាសជាដាំចង្ក្រានខុសទិសហើយបាទរីឯក្នុងសង្គមគ្រួសារមានអបលនិយមមានន័យថាងើបបើកភ្នែកពេលណាបានឃើញតែស្រមោលអពមង្គលអ៊ូអាប់នៅក្នុងចិន្តាប្រកាសជាខុសដំណេកហើយការសម្រានការដេកមិនមែនយល់ឃើញថាឲ្យទៅទិសខាងកើតគឺល្អទិសខាងត្បូងគឺល្អទិសខាងជើងគឺល្អតែទិសខាងលិចគឺជាទិសខ្មោចមិនពិតប្រាកដទេបាទចឹងការអស់លោកនាងកញ្ញាមួយចំនួនត្រូវសម្រានបែរដំណេកទៅទិសខាងលិចក៏សមប្រកបដែរទៅតាមទំនាញរបស់អស់លោកនាងកញ្ញាទីនាងឧទាហរណ៍ដូចជានៅក្នុងរឿងកុលាបបៃលិនចិត្តមានវាសនាខ្ពង់ខ្ពស់រុងរឿងឧត្តមឧត្តមតាមរយៈលិខិតមួយច្បាប់របស់លោកគ្រូពេទ្យស្អាតបានហុចប្រគល់ជូនចិត្តឲ្យធ្វើដំណើរឆ្ពោះទៅទិសខាងលិចទីបំផុតចិត្តត្រូវទទួលបានវាសនាដ៏ល្អឧត្តមផូរផង់ត្រូវទទួលបាននៅភរិយាដ៏ស្រស់សភាគឺកញ្ញាខុននារីជាបុត្រីសំណត់ចិត្តរបស់លោកលួងរតនសម្បត្តិដែលជាមហាសេដ្ឋីនាកម្ពុជាអស្ចារ្យដែលសម័យបច្ចុប្បន្នក៏មិនអាចប្រៀបផ្ទឹមជាមួយលោកកហបតីបាទលួងរតនសម្បត្តិបានដែរព្រោះត្បូងរបស់លោកទាំងបាវនេះសពបញ្ជាក់ឲ្យឃើញថាទីនាងបានន័យថាទិសដែលអស់លោកនាងកញ្ញាធ្វើដំណើរឬមួយក៏ក្បាលដំណេកនេះមិនប្រកាន់ថាឲ្យទៅទិសខាងលិចគឺជាទិសអពមង្គលទិសរបស់ខ្មោចទេបាទការពិតបុគ្គលខ្លះត្រូវមានទីនាងត្រូវសម្រួលបរិយាកាសទៅទិសខាងលិចទៅទទួលបានជោគជ័យបាទមិនមែនឲ្យតែថ្ងៃអង្គារគឺថ្ងៃរឹងធ្វើអ្វីមិនកើតឬមួយក៏ថ្ងៃសៅរ៍សិតតែអពមង្គលទេទៅតាមថ្ងៃទៅតាមខែទៅតាមពេលវេលារបស់អស់លោកនាងបាទដូច្នេះខ្ញុំបានបញ្ជាក់ជូនដល់អស់លោកនាងកញ្ញាហើយចម្ងល់ឆ្ងល់ដោយប្រការណាមួយកុំភ្លេចអញ្ជើញជួបជាមួយខ្ញុំបាទលោកគ្រូវិជ័យហារាកម្មាមន្ទិបសុកឧត្តមបាទអស់លោកនាងខ្ញុំសូមជម្រាបជូនដល់អស់លោកនាងដូចតទៅបាទការផ្សាយពាណិជ្ជកម្មដែលអស់លោកនាងកញ្ញាជល់ឃើញថាខ្ញុំបាទប្រកាសជាផ្សាយពាណិជ្ជកម្មជូនទៅដល់កន្លែងខ្លះប្រកាសជាខុសទៅតាមមុខវិជ្ជាជីវៈរបស់ខ្ញុំបាទក៏ប៉ុន្តែនេះមិនមែនជាការផ្សាយពីពាណិជ្ជកម្មដើម្បីសម្រួលចុះថវិកាទេគឺចេញពីបេះដូងរបស់ខ្ញុំបាទផ្ទាល់ដោយក្នុងនោះម្ដាយខ្ញុំមានអាការៈដួលបណ្ដាលឲ្យពិការរភាពអស់រយៈពេលជាង3ខែកន្លងមកហើយក្នុងនោះខ្ញុំត្រូវបានយកម្ដាយរបស់ខ្ញុំទៅជួបជាមួយនឹងក្រុមលោកគ្រូសម្រួលសរសៃដៃស័ក្តិសិទ្ធិបាទពិការភាពរបស់អ្នកម្ដាយខ្ញុំបណ្ដាលឲ្យគាត់ងើបពុំរួចបាទអង្គុយមិនកើតក៏ប៉ុន្តែនៅពេលដែលបានជួបជាមួយក្រុមលោកគ្រូសម្រួលសរសៃដៃស័ក្តិសិទ្ធិអ្នកម្ដាយរបស់ខ្ញុំបច្ចុប្បន្នភាពនេះអង្គុយបានហើយពិសាបាយបាននិយាយជាមួយខ្ញុំបានដែលរយៈកាលជាង3ខែកន្លងមកអ្នកម្ដាយរបស់ខ្ញុំពុំដែលបាននិយាយជាមួយខ្ញុំម្ដងសោះណាឡើយឬមួយក៏និយាយគ្នាស្ដាប់គ្នាមិនបានដោយសារតែអាការៈដួលរបស់ម្ដាយខ្ញុំមានចំនួន38ដងបច្ចុប្បន្នភាពអ្នកម្ដាយរបស់ខ្ញុំមានព្រះជន្ម84ឆ្នាំជាភ័ព្វសំណាងល្អខ្ញុំក៏បានជួបជាមួយក្រុមលោកគ្រូសម្រួលសរសៃដៃស័ក្តិសិទ្ធិអាចជួយកែប្រែវាសនារបស់អ្នកម្ដាយខ្ញុំឲ្យមានពន្លឺឲ្យមានសេចក្តីសង្ឃឹមតាមរយៈសម្រួលសរសៃដៃស័ក្តិសិទ្ធិដែលក្រុមលោកគ្រូសម្រួលសរសៃដៃស័ក្តិសិទ្ធិសុទ្ធតែមានជំនាញមានបទពិសោធន៍មានមុខវិជ្ជាជីវៈត្រឹមត្រូវប្រកបទៅដោយកិរិយាមារយាទបាទដ៏ល្អគួរឲ្យគោរពសម្ដីសុភាពរៀបសារលើកស្ទួយកិត្តិយសរបស់អតិថិជនដែលចូលរួមទៅជួបជាមួយលោកគ្រូផ្ដល់នៅបទសម្ដែងសម្ដាលផ្ដល់នៅការលើកទឹកចិត្តជូនមកដល់អតិថិជនដែលជាអ្នកជំងឺកុំឲ្យមានក្តីអស់សង្ឃឹមបាទតាមរយៈទូរស័ព្ទប្រសិនបើអស់លោកនាងកញ្ញាចង់ជួបជាមួយក្រុមលោកគ្រូសម្រួលសរសៃដៃស័ក្តិសិទ្ធិសូមអញ្ជើញលើកទូរស័ព្ទភ្ជាប់ទំនាក់ទំនងបាទអញ្ជើញសាកសួរទៅលេខ099 52 5295 096 652 5295 066 52 5295
មានសាខាមួយនៅខេត្តសៀមរាបនិងមួយទៀតនៅព្រែកលៀបរាជធានីភ្នំពេញដោះស្រាយបញ្ហានិងសម្រួលសរសៃស្ដីអំពីជំងឺ59មុខតាមរយៈសម្រួលសរសៃដៃស័ក្តិសិទ្ធិបាទខ្ញុំបាទក៏សូមថ្លែងអំណរគុណចំពោះក្រុមលោកគ្រូសម្រួលសរសៃដៃស័ក្តិសិទ្ធិដែលបានជួយសម្រួលសរសៃជូនអ្នកម្ដាយរបស់ខ្ញុំឲ្យខ្ញុំមានសេចក្តីសង្ឃឹមបាទមានការសន្ទនាជាមួយអ្នកម្ដាយខ្ញុំបានស្ទើរតែទាំងស្រុងឡើងវិញហើយបានបញ្ចុកបាយជូនដល់អ្នកម្ដាយមិនដោយការពីមុនពិបាកណាស់បាយមួយចានមានថេរវេលាស្ទើរតែ3ម៉ោងទៅ4ម៉ោងទៅពិសាអស់តែបច្ចុប្បន្នភាពនេះត្រឹមតែរយៈពេលជាងកន្លះម៉ោងអ្នកម្ដាយក៏ពិសាបាយមួយចានបានយ៉ាងសម្រួលដូច្នេះធ្វើឲ្យខ្ញុំមានក្តីសង្ឃឹមដែលអាចចំណេញពេលវេលាមិនកាត់ពេលវេលាខាតប្រយោជន៍ដោយការគ្រាមុនទៀតឡើយបាទក្នុងនោះផងដែរខ្ញុំបាទក៏សូមថ្លែងអំណរគុណចំពោះលោកពូគួនកបដែលបច្ចុប្បន្នភាពលោកពូកំពុងតែស្នាក់នៅប្រទេសថៃលោកពូជាជនកម្ពុជាមួយរូបដែលមានសមានចិត្តទូលំទូលាយលោកពូពិការភាពត្រឹមក្បាលជង្គង់នៃជើងទាំងពីរតែនៅពេលដែលបានដឹងដំណឹងថាអ្នកម្ដាយរបស់ខ្ញុំបាទមានឧបវគ្គហេតុដួលហើយត្រូវមានពិការភាពនោះលោកពូបានផ្ញើនៅថវិកាតិចតួចក៏ប៉ុន្តែចំនួនដ៏តិចតួចនេះសម្រាប់ខ្ញុំយល់ថាមានចិត្តវិសេសវិសាលក្រៃលែងបាទដែលលោកពូអាចលះបង់អាចចំណាយមកកាន់ខ្ញុំបាទដោយផ្ញើបញ្ជូនមកឲ្យយើងខ្ញុំបាទនៅឯកម្ពុជានេះបើទោះបីជាថវិកាតិចក្តីច្រើនក្តីក៏យើងខ្ញុំនៅតែថ្លែងអំណរគុណចំពោះលោកពូដែលមានសមានចិត្តបាទមានការរាប់អានមកកាន់ខ្ញុំបាទលោកគ្រូវិជ័យហារាក្បាលទើបសុខដំនិងបានចង់ឲ្យអ្នកម្ដាយរបស់ខ្ញុំរួចផុតអំពីជំងឺពិការភាពបាទសូមជូនពរដល់លោកពូគួនកបដែលបច្ចុប្បន្នស្នាក់នៅប្រទេសថៃហើយមានបច្ចុប្បន្នភាពអាយុ67ឆ្នាំសូមលោកពូមានសុខភាពល្អមានព្រះជន្មាយុយឺនយូរដោយក្តីស្រឡាញ់ដោយក្តីរាប់អានដោយក្តីគោរពពីខ្ញុំលោកគ្រូវិជ័យហារាក្បាលទើបសុខឧត្តមក្នុងនោះផងដែរក៏សូមថ្លែងអំណរគុណនិងមានសេចក្តីសោមនស្សរីករាយជាពលិកចំពោះកូនសិស្សរបស់ខ្ញុំម៉ៅសវិនដែលជាអាជីវករនៅផ្សារព្រែកលៀបរាជធានីភ្នំពេញដែលសិស្សតែងតែទំនាក់ទំនងជាមួយខ្ញុំលោកគ្រូវិជ័យហារាក្បាលទើបសុខដំព្រមទាំងផ្ដល់នៅថវិកាមួយចំនួនមកកាន់ខ្ញុំដែលជាលោកគ្រូតែងតែសម្រួលនៅបរិយាកាសធ្លាប់អាប់អួរនៅក្នុងសង្គមគ្រួសាររបស់នាងសូមជួបប្រទះតែនឹងសេចក្តីសុខចម្រុងចម្រើនសូមឲ្យក្រុមគ្រួសាររបស់សិស្សជួបប្រទះតែនឹងភាពខ្ជិលភាពប្រកបមុខរបរបោះជំហានឈានឆ្ពោះទៅមុខជាបណ្ដារួចផុតអំពីស្រមោលអពមង្គលបាទក្នុងនោះផងដែរក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិស្សរបស់ខ្ញុំរស់នៅឯប្រទេសបារាំងកាណាដាអូស្ត្រាលីអាមេរិកបាទជប៉ុនចិននិងប្រទេសថៃសូមអស់លោកទាំងអស់ជួបប្រទះតែនឹងសេចក្តីសុខចម្រុងចម្រើនសុខភាពល្អជាចម្បងប្រាថ្នាអ្វីបានសម្រេចដោយសេចក្តីបំណងពងប្រាថ្នាបាទមុននឹងជម្រាបលាខ្ញុំក៏សូមរំលឹកជូនដល់អស់លោកនាងកញ្ញាសម្រាប់ឆ្នាំរោងបាទរាសីរបស់អស់លោកនាងកញ្ញាសម្រាប់ថ្ងៃទី1ខែ11ឆ្នាំ2025រហូតដល់1ខែពេញនឹងត្រូវទទួលបាននៅរាសីខ្ពស់ក៏ប៉ុន្តែត្រូវប្រុងប្រយ័ត្នជានិច្ចបាទកុំធ្វេសប្រហែសត្រូវបង្កើនចំណេះជំនាញសមត្ថភាពឲ្យមានពិតប្រាកដបាទចេះពិតប្រាកដប្រាក់រត់តាមហៅត្រូវចំពោះបងប្អូនជីវវ័យត្រូវលះបង់នៅភាពអាស្មីម្នាក់កុំដើរលេងកុំបំផ្លាញពេលវេលាកុំបំផ្លាញទ្រព្យសម្បត្តិរបស់ឪពុកម្ដាយឬមួយក៏របស់អ្នកដទៃវិលមកកសាងសង្គមនៃជាតិរបស់យើងវិញកសាងសមត្ថភាពបង្កើនចំណេះបង្កើនជំនាញហើយត្រូវគោរពឪពុកម្ដាយហើយត្រូវរួបរวมសាមគ្គីជាមួយប្រជាជនកម្ពុជាក្នុងប្រទេសនិងក្រៅប្រទេសបាទពីព្រោះកម្ពុជាយើងប្រជាជនកម្ពុជាយើងមានវប្បធម៌ខ្ពង់ខ្ពស់រុងរឿងដែលបរទេសតែងតែកោតស្ញប់ស្ញែងគ្រប់គ្នាល្មមភ្ញាក់រលឹកហើយវិលមកចូលក្នុងសង្គមជាតិបាទដើរដំណើរឈានឆ្ពោះទៅរកយុវជនសម័យថ្មីដើម្បីជួយកសាងឧបត្ថម្ភនៅអ្វីមួយដែលបងប្អូនអាចមានសមត្ថភាពដើម្បីជួយកសាងប្រទេសយើងឲ្យឈានឆ្ពោះទៅរកអរិយប្រទេសស៊ីវិល័យដូចគេដូចឯងដែរបាទនីតិដែលត្រូវបានទូទាយជោគជតារិស័យតាមរយៈខ្ញុំបានអត្ថាធិប្បាយបញ្យលរៀបរាប់លម្អិតយ៉ាងពិស្ដារពីខ្ញុំលោកគ្រូពិជ័យហារាក្បាលទើបសុខដំបានវិលមកដល់ទីបញ្ចប់ហើយបាទក៏សូមប្រសិទ្ធពរជ័យសាជាថ្មីម្ដងទៀតថ្វាយជូននិងប្រគល់ជូនប្រគេនជូនដល់សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនរួមជាមួយនឹងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតរួមជាមួយក្រុមគ្រួសាររបស់សម្ដេចទាំងទ្វេសូមជួបប្រទះតែនឹងសុខភាពល្អជាចម្បងប្រកបការងារអ្វីក្នុងភារកិច្ចដឹកនាំប្រទេសជាតិដឹកនាំនាវាកម្ពុជាយើងឲ្យប្រកួតប្រជែងជាមួយអរិយប្រទេសដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាជនកម្ពុជា17លាននាក់
ប្រជាជនកម្ពុជាទាំងក្នុងប្រទេសនិងក្រៅប្រទេសមានសេចក្តីសប្បាយចិត្តរីករាយនិងសូមថ្វាយខ្លួនថ្វាយចិត្តថ្វាយកាយជូនដល់សម្ដេចរស់ក្រោមលុបសុខសន្តិភាពជាមួយនឹងសម្ដេចក្រោមស្នាដប្រហោះដ៏ឆ្លៀសវៃប្រាជ្ញាញាណឆ្លៀសវឹងវៃជាទេវតាដែដីដែលប្រជាជនកម្ពុជាយើងមានក្តីសង្ឃឹមនិងផ្ញើវាសនាលើសម្ដេចទាំងទ្វេខ្ញុំបាទលោកគ្រូបច្ច័យហារាកម្មាមទិបសក្តំក៏សូមប្រសិទ្ធពរជ័យថ្វាយជូនដល់អស់លោកទាំងអស់គ្នាបាទសូមអស់លោកទាំងអស់គ្នាប្រគល់ជូននិងប្រគេនជូនសូមអស់លោកទាំងអស់គ្នាជួបប្រទះតែនឹងសេចក្តីសុខចម្រុងចម្រើនសុខភាពល្អជាចម្បងប្រាថ្នាអ្វីធ្វើកិច្ចការអ្វីៗបានសម្រេចដោយសេចក្តីបំណងពងប្រាថ្នាក៏សូមអង្វរដល់បងនិងប្អូនមួយចំនួនឲ្យលះបង់នៅសេចក្តីអពមង្គលក្នុងសង្គមគ្រួសារមានចិត្តអាណិតដល់ស្វាមីមានចិត្តអាណិតដល់ភរិយារបស់ខ្លួនដែលធ្លាប់រួមរស់ក្រោមដំបូលខ្ទមកំសត់ដែលបច្ចុប្បន្នភាពអស់លោកនាងខ្លះមួយចំនួនបាទភ្លេចអំពីអ្វីទៅដែលហៅថាធ្លាប់រស់នៅក្នុងសង្គមគ្រួសារដែលធ្លាប់ទៅបានរស់នៅក្នុងភាពក្រីក្រលុះមកដល់ពេលមានបែរជាមានចិត្តនឹកឃើញត្រេកត្រអាលរឿងអ្វីផ្សេងបោះបង់ចោលភរិយាឬមួយក៏បំភ្លេចនៅស្វាមីធ្លាប់កំសត់កំរោជាមួយខ្លួនហើយងាកក្រោយទៅប្រព្រឹត្តអំពើអ្វីមួយដែលមិនសមនឹងទទួលស្គាល់ក្នុងសង្គមបាទភ្ញាក់រលឹកឡើងហើយមានសេចក្តីស្មោះត្រង់ជាមួយគ្នានោះជីវិតប្រកបទៅដោយសុភមង្គលនៅពេលនេះខ្ញុំបាទលោកគ្រូបច្ច័យហារាកម្មាមទិលសុខដំសូមជម្រាបលាសូមអរគុណ